ដំដួងចិត្តជីវិតបងអោស្រស់នួនល្អងក្នុងដួងចិត្តបងសៅមករាល់ថ្ងៃតាំងពីស្រីពើការទៅបងនៅអាឡ័យទន្ទឹងរាល់ពេលយប់ថ្ងៃថាស្រីថ្លៃមករកបងពេលគេញរៀមគេញអោបក្តីព្រួយរូបមួយខ្លួនមួយព្រួយអើយសែនព្រួយព្រួយពេកកន្លងចោចាម្នាក់ឯងមានលឺសំលេងឆ្លើយឆ្លងដួងចិត្តអាណិតបងផងព្រោះតែបងនៅតែស្នេហាវើវិញណាប្រលឹងអើយព្រមយំទុកធំអត់បាយណល់ខ្នាយកាយពីកាយាពួយយំរកនាងចង់ពៀងសួររកជីវ៉ាមកចាស់ខ្ញុំលោកទៅឋានណាខ្ញុំសោកាឡោចសាឡៃគួរណាំងវិលវិញកុំកែប្រែវិលមករួមស្នេហ៍ដៃបងទាំងទ្វេទទួលស្រីថ្លៃវិលមកប្រលឹងបងគេញរុំពឹងរាល់ថ្ងៃវិលមកចុះណាចរណៃបើស្រីថ្លៃមេត្តាបងគួរណាំងវិលវិញកុំកែប្រែវិលមករួមស្នេហ៍ដៃបងទាំងទ្វេទទួលស្រីថ្លៃវិលមកប្រលឹងបងគេញរុំពឹងរាល់ថ្ងៃវិលមកចងណាចរណៃបើស្រីថ្លៃមេត្តាបងខ្ញុំនាងបាញ់សัตว์ដើរកាត់នៅចំការចៃដន្យជួបផ្កានៅភូមិក្បាលជ្រោយបុប្ផាច្រើនណាស់រើបានតែមួយអើយចិត្តខ្ញុំផ្ដើមព្រួយព្រោះលួចស្នេហាខ្ញុំ
ខ្ញុំផ្ដាំតាមទូតអើយរត់ណើយគិតមកអ្នកนุ่งរូបកាយស្គាមស្គងខ្លោចផ្សាខ្វាំងទាំងបុណ្យស័ក្តិខ្វះទាំងវាចាងមិនអាចស៊ើបការឲ្យដឹងចិត្តស្រីបោផាក្បាលជ្រោយខ្ញុំធ្លុយចិនដាប្រកលវាសនានឹងចិត្តភក្តីអោលោកនាងតាមានក្បាល8ពន្យល់សពស្រីពីរឿងខ្ញុំផងជាតិនេះប្រាថ្នាបេះកាហាងអើយបាល់ជ្រោយហើយមិនអោយរយជ្រូកធ្លាក់ចោលទៅរៀមជាបាក់សាកំព្រាបងកងខ្លួនផងក្នុងនាមអងសัตว์បោផាក្បាលជ្រោយខ្ញុំធ្លុយចិនដាប្រកលវាសនានឹងចិត្តភក្តីអោលោកនាងតានាក្បាល8ពន្យល់សពស្រីពីរឿងខ្ញុំផងជាតិនេះប្រាថ្នាបេះកាហាងអើយបាល់ជ្រោយហើយមិនអោយរយជ្រូកធ្លាក់ចោលទៅរៀមជាបាក់សាកំព្រាបងកងខ្លួនផងក្នុងនាមអងសัตว์